cho chất nhâm quỷ tiêu á, co bàn tay ắt đăng piระเบียบ ធ្វើ ទឹក ស៊ុប មែន ទេ មក ឥឡូវ ចូល មើល វីដេអូ មួយ នេះ ធានា ឲ្យ ថា ដឹង តែ ចេះ ធ្វើ ញ៉ាំ ឯ ណា ដោយ សារ ទឹក ស៊ុប របស់ ខ្ញុំ ហ្នឹង គឺ រាង បែប ថ្លា ថ្លា ក៏ ប៉ុន្តែ ញ៉ាំ ទៅ មាន ជាតិ ឆ្ងាញ់ ណា ហើយ សម្រាប់ ការ ធ្វើ ទឹក ស៊ុប របស់ ខ្ញុំ សំខាន់ ជាង គេ គឺ យើង ត្រូវ ចេះ ផ្សំ គ្រឿង ផ្សំ នឹង តែ ម្ដង ហើយ ចំពោះ គ្រឿង ផ្សំ ដែល យើង យក មក ធ្វើ ទឹក ស៊ុប នឹង ដើម្បី ឲ្យ មាន ក្លិន ឈ្ងុយ នោះ គឺ យើង យក ខ្ទឹម ស រំដេង ជាមួយ នឹង ខ្ទឹម បារាំង យក ទៅ អាំង ជា មុន សិន សម្រាប់ ការ អាំង បែប នេះ ដើម្បី ឲ្យ ខ្ទឹម ស រំដេង ជាមួយ នឹង ខ្ទឹម បារាំង ហ្នឹង នៅ ពេល ដែល យើង យក ទៅ ធ្វើ ទឹក ស៊ុប ទៅ មាន ក្លិន ឈ្ងុយ ពេល ទឹក ពុះ នាង ខ្ញុំ បាន ដាក់ ខ្ទឹម បារាំង រំដេង ជាមួយ នឹង ខ្ទឹម ស ដែល យើង បាន ដុត បាញ់ មិញ ហ្នឹង ចាក់ ចូល ហើយ ចំពោះ សាច់ នាង ខ្ញុំ ប្រើ ឆ្អឹង ស៊ុប ជាមួយ នឹង សាច់ ដាក់ រំងាស់ ជាមួយ គ្នា អញ្ចឹង ហ្មង បន្ទាប់ ពី យើង ចាក់ សាច់ ជាមួយ នឹង ឆ្អឹង ស៊ុប ចូល រួច រាល់ ហើយ សិន យើង ដាក់ គ្រឿង ផ្សំ ចូល តាម ក្រោយ ហើយ សម្រាប់ គ្រឿង ក្រៅ ដែល នាង ខ្ញុំ បាន ដាក់ នោះ មាន ដូចជា ម្សៅ ស៊ុប 1 ស្លាបព្រាបាយ អំបិល 1 ស្លាបព្រាកាហ្វេ ប៊ីចេង 1 ស្លាបព្រាបាយ ទឹក ត្រី 1 កូនវែង ចំណែក ឯ ស្ករ នាង ខ្ញុំ ប្រើ ស្ករ ត្នោត ស្ករ ត្នោត ហ្នឹង ធ្វើ ឲ្យ ទឹក ស៊ុប របស់ យើង ពេល រំងាស់ ទៅ រាង មុត ឆ្ងាញ់ ពេល ដែល យើង ដាក់ គ្រឿង ក្រៅ ចូល រួច រាល់ ហើយ បងប្អូន កុំ ភ្លេច គៀរ ពពុះ ខាង លើ នឹង ចេញ ណា ដើម្បី ឲ្យ ទឹក ស៊ុប របស់ យើង ពេល ដែល រំងាស់ ទៅ ទឹក ស៊ុប របស់ យើង នឹង ថ្លា ល្អ ចា ការ រំងាស់ ទឹក ស៊ុប របស់ នាង ខ្ញុំ គឺ នាង ខ្ញុំ ប្រើ រយៈ ពេល រៀង យូរ បន្តិច បងប្អូន ដោយ សារ យើង ចង់ ឲ្យ ទឹក ស៊ុប របស់ យើង នឹង រាង ងុំ អញ្ចឹង ហើយ រយៈ ពេល នៃ ការ រំងាស់ ទឹក ស៊ុប របស់ នាង ខ្ញុំ ប្រើ រយៈ ពេល ប្រហែល 1 ម៉ោង 30 នាទី ហើយ ឥឡូវ ឃើញ ថា សាច់ ហើយ នឹង ឆ្អឹង ស៊ុប ដែល នាង ខ្ញុំ បាន រំងាស់ ហ្នឹង បាន ផុយ ហើយ អញ្ចឹង នាង ខ្ញុំ បាន ចាប់ សាច់ ទុក មួយ ឡែក បន្ទាប់ មក នាង ខ្ញុំ បាន បន្ត រំងាស់ ទឹក ស៊ុប ហ្នឹង ប្រហែល 30 នាទី ទៀត ហើយ នាង ខ្ញុំ បាន បន្ថែម ការ៉ុត ជាមួយ នឹង ថៃ ថាវ ហើយ នឹង ប្រហិត សាច់គោ ចូល ផង ដែរ បន្ទាប់ ពី យើង ដាក់ គ្រឿង ក្រៅ ត្រូវ ចិត អស់ ហើយ នាង ខ្ញុំ ធ្វើ ការ ភ្លក្ស ឃើញ ថា ទឹក ស៊ុប ហ្នឹង រសជាតិ ប៉ុណ្ណឹង គឺ ល្មម ឆ្ងាញ់ តែ ម្ដង សម្រាប់ ការ រំងាស់ ទឹក ស៊ុប នេះ ដែរ គឺ យើង អត់ បង្ខំ ភ្លើង ខ្លាំង ពេក ទេ ណា គឺ យើង រំងាស់ ដាក់ ភ្លើង សឹម អញ្ចឹង ណា ហើយ ពេល ដែល យើង រំងាស់ ដាក់ ភ្លើង សឹម អញ្ចឹង ទឹក ស៊ុប របស់ យើង ហ្នឹង ឡើង ថ្លា ល្អ ខ្លាំង មែន តែន ហើយ សម្រាប់ ទឹក ស៊ុប នេះ ដែរ បងប្អូន ចង់ ញ៉ាំ ជាមួយ មី គុយទាវ បាញ់កាញ់ ឬក៏ មីសួរ គឺ ញ៉ាំ បាន ទាំង អស់ តែ ម្ដង បើ និយាយ ពី រឿង រសជាតិ វិញ នាង ខ្ញុំ ធានា ថា បើ បងប្អូន បាន ធ្វើ ញ៉ាំ ហើយ ដឹង តែ ជាប់ ចិត្ត ទេ ណា ជា ពិសេស គឺ រសជាតិ ទឹក ស៊ុប ហ្នឹង តែ ម្ដង ចា ឥឡូវ ការ បង្ហាញ ពី របៀប ធ្វើ ទឹក ស៊ុប សម្រាប់ ញ៉ាំ មី ឬក៏ គុយទាវ របស់ នាង ខ្ញុំ បាន បង្ហាញ ជូន បងប្អូន រួច រាល់ ហើយ ចាំ ជួប ជាមួយ នឹង នាង ខ្ញុំ វីដេអូ ថ្ងៃ ស្អែក សារ ជា ថ្មី ម្ដង ទៀត